ពេលវេលាឆុងធំមកដល់ហើយឆ្នាំ2025ហ្នឹងណាគឺជាឆ្នាំម្សាញ់ហើយខែឧសភាចូលមកដល់គឺប៉ះចំខែម្សាញ់ហើយអញ្ចឹងគឺឆុងត្រួតឬក៏យើងហៅថានាគវត្តកន្ទុយមានន័យយ៉ាងម៉េចនាគវត្តកន្ទុយហ្នឹងគឺឆុងឆ្នាំឆុងខែឆុងថ្ងៃហើយនឹងឆុងម៉ោងត្រួតគ្នាទាំងអស់ហ្នឹងណានឹងឯងដែលយើងត្រូវប្រយ័ត្នខ្ពស់ហើយការកាត់គ្រោះកាត់ឆុងកន្លងទៅភាគច្រើនគឺកាត់ឆ្នាំมันបានកាត់ទៅលើតួខែទេហើយចូលតួខែមកដល់ក៏វាមានថ្ងៃមានម៉ោងបន្តគ្នាទៀតដែរថ្មីត្បិតតែតួខែគឺវាមានរយៈពេលខ្លីប៉ុន្តែជាពេលវេលាដែលយើងត្រូវប្រយ័ត្នជាទីបំផុតបើមិនប្រយ័ត្នទេនោះយើងឆ្លងមិនផុតទេឆ្នាំនីមួយហ្នឹងណាមានឆ្នាំមមែខាលម្សាញ់វកហើយនឹងរកាដែលជាប់គ្រោះជាប់ឆុងធំហ្នឹងខែម្សាញ់ចាប់ផ្ដើមនៅថ្ងៃទី5ឧសភាវេលាម៉ោង 12:57 នាទីរហូតចាប់ទៅវិញនៅថ្ងៃទី5ខែមិថុនាវេលាម៉ោង 16:57 នាទីហ្នឹងឯងគឺយើងហៅថាខែម្សាញ់មានធាតុលោហៈដកហើយម្សាញ់តួឆ្នាំមានធាតុឈើដកហើយអញ្ចឹងឆុងអ្វីឆុងបែបណាបែបណីហើយនឹងវិធីកាត់គ្រោះកាត់ឆុងហ្នឹងបែបណាបែបណីខ្ញុំជម្រាបជូនទៅតាមឆ្នាំនីមួយដូចតទៅឆ្នាំមមែលើកពីមមែមុនគេគឺជាប់គ្រោះឆ្នាំ2025ហ្នឹងតួឆ្នាំគឺជាប់គ្រោះដល់ពេលតួខែមកដល់ខែម្សាញ់ខែឧសភាហ្នឹងគឺជាប់គ្រោះទៀតហើយមកតង់ទៀតណាដែលយើងហៅថាគ្រោះត្រួតឬក៏កលគ្រោះហើយបើតួថ្ងៃតួម៉ោងមកដល់ទៀតគឺនាគវត្តកន្ទុយគ្រោះនឹងឯងវាត្រួតគ្នាហើយឆ្នាំខែថ្ងៃម៉ោងសម្រាប់តួអង្គមមែដែលមិនបានប្រុងប្រយ័ត្នណាគឺជាប់គ្រោះហើយជាពិសេសបុគ្គលដែលនៅក្រោមអាយុ50ឆ្នាំគឺតែងតែជាប់គ្រោះពីព្រោះគាត់ត្រូវការដើរហើរច្រើនរកលុយរកលៀបតែងចេញចោទៅនេះទៅនោះអីមិនលែងទេហើយពិសេសការចេញចោតាមម៉ូតូតាមកង់អីហ្នឹងណាបើសិនជាចេញចោតាមឡានអីហ្នឹងអាហ្នឹងគឺយើងមានការប្រុងប្រយ័ត្នមានស្ថិរភាពមានអ្នកជួយការពារប៉ុន្តែដល់ពេលយើងតាមម៉ូតូតាមអីហ្នឹងជួនកាលយើងឆ្វាច់ចុះឆ្វាច់ឡើងអីទៅវាងាយនឹងជួបគ្រោះហើយគ្រោះហ្នឹងឯងវេលាហ្នឹងគឺកើតឡើងដោយសារតែអារម្មណ៍របស់យើងមិននៅក្នុងខ្លួនទេការគិតច្រើនក្តីឬក៏អារម្មណ៍របស់យើងរវើរវាយក្តីអារម្មណ៍ហ្នឹងឯងគឺឃ្លាតឆ្ងាយពីសម្បករាងកាយទៅហើយដែលធ្វើឲ្យរាងកាយរបស់យើងនៅតែសម្បកទេណាដល់ពេលវេលានឹងមកហ្នឹងយើងអង្គុយដាក់គូតប៉ុកធ្វើភ្នែកស្លើសម្លឹងធ្លុះមេឃធ្លុះដីហើយសូម្បីតែអ្នកចិត្តខាងហ្នឹងគេយកដៃកវាសខ្វាច់នៅនឹងមុខហ្នឹងក៏អត់ដឹងខ្លួនដែរអានេះឯងកាលណាយើងឆុងខ្លាំងដល់កម្រិតគឺបែបហ្នឹងហេតុហ្នឹងហើយបានគេប្រកាសថាយើងមិនគួរគប្បីចេញដំណើរទៅទីជិតឆ្ងាយទេហើយពិសេសហ្នឹងគឺយើងដើរហើរយប់លប់អីហ្នឹងកុំឲ្យសោះណាវាងាយនឹងជួបអសត្វអសេរពឹសទាំងឡាយវាប៉ុនប៉ងយាយីធ្វើបាបយើងដោយប្រការណាមួយអញ្ចឹងទៅអានេះដោយសារតែឫស្សីរបស់យើងវាឆ្វាក់ទៅនឹងគ្រោះហើយហេតុហ្នឹងគឺយើងត្រូវប្រយ័ត្នជៀសវាងប្រភេទគ្រោះណាដែលវានឹងកើតឡើងនៅលើរាងកាយយើងនឹងមិនថាផ្លូវការប្រព្រឹត្តផ្លូវកាយផ្លូវបារមីទេគឺយើងត្រូវតែប្រយ័ត្នគ្រប់ពេលណាហើយអញ្ចឹងខ្ញុំនិយាយពីការកាត់គ្រោះតាមបែបមមែប្រសិនបើយើងកាត់គ្រោះតាមរយៈព្រះសង្ឃនោះយើងយកក្អមទៅវត្តទិញក្អមទៅវត្តក្អម1ក្អម2ក្អម3អាស្រ័យនៅលើយើងចង់បានយកទៅវត្តទៅណាហើយនិមន្តលោកស្រោចទឹកនិមន្តលោកប្រាប់ថាកណាចង់ស្រោចទឹករំដោះគ្រោះនេះក្អមយកមកហើយអញ្ចឹងលោកសូត្រមន្តគាថាហើយក៏ស្រោចទឹកជូនបំបែកក្អមនឹងស្រោចទឹកបំបែកក្អមអានឹងឯងគឺយើងកាត់គ្រោះតាមបែបមមែដែលជាប់គ្រោះណាដែលគេហៅថាគ្រោះខែគ្រោះឆ្នាំគ្រោះខែគ្រោះថ្ងៃមានគ្រោះម៉ោងទៀតអត់មានទេគេថាលោកអត់មានសូត្រគ្រោះម៉ោងទេមានតែគ្រោះថ្ងៃគ្រោះខែគ្រោះឆ្នាំហើយនឹងឯងពេលវេលាហ្នឹងមកដល់ហើយណាហើយប្រសិនបើកូនចៅចង់រំដោះគ្រោះតាមរយៈព្រះសង្ឃហើយអញ្ចឹងយកក្អមមួយទៅនិមន្តលោកឲ្យស្រោចទឹកបំបែកក្អមហើយបើកាត់តាម
តាមបែបហុងស៊ុយវិញក៏បានដែរណាទៅវត្តភ្នំហើយបើសិនកូនចៅអត់ដឹងអញ្ចឹងទៅជួបលោកអាចារ្យនៅក្នុងគ្រាន់តែសួរលោកអាចារ្យទៅឯណាលោកអាចារ្យខ្ញុំចង់កាត់គ្រោះហើយអញ្ចឹងលោកអាចារ្យបង្គាប់ហើយធ្វើអីខ្លះហើយកាត់បែបណាបែបណីហ្នឹងលោកអាចារ្យប្រាប់ហើយអញ្ចឹងកាត់ទៅណានៅវត្តភ្នំតាមបែបហុងស៊ុយហើយយើងក៏កាត់តាមគ្រូមកផ្សេងអីហ្នឹងហើយលក្ខណៈកាត់ហ្នឹងក៏ប្រហែលទៅនឹងកាត់តាមរយៈព្រះសង្ឃដែរណាប៉ុន្តែការកាត់គ្រោះរបស់ម៉មែ គឺយើងធ្វើពិធីសែនកាត់គ្រោះតាមពិធីគ្រូសែនដូចព្រះសង្ឃអញ្ចឹងព្រះសង្ឃស្រោចទឹកប៉ុន្តែគ្រូគឺសែនហើយបំបែកក្អមអញ្ចឹងទៅហើយអានេះតាមបច្ចេកទេសរបស់គ្រូនីមួយដែរគ្រូធ្វើបែបណាក៏កូនចៅធ្វើបែបហ្នឹងទៅដើម្បីរំដោះគ្រោះចេញណាហើយការរំដោះគ្រោះអីហ្នឹងតលតែយើងប៉ងចិត្តចង់សប្បាយរីករាយក្នុងការរំដោះប្រសិនបើយើងមិនមានចិត្តសប្បាយរីករាយឬក៏ទើសទាល់ឬក៏ក្នុងវេលាដែលយើងរំដោះគ្រោះហ្នឹងប្រសិនបើមានជួបហេតុការណ៍ឬក៏ហានិភ័យអីកើតមានឡើងនោះឯងគឺយើងរំដោះមិនបានជោគជ័យទេហើយចំណាំខ្លួនឯងតិចថាគ្រូឬក៏ព្រះសង្ឃឬក៏ទៅកាត់នៅវត្តភ្នំនៅពហិចិនអីណាអីហ្នឹងក៏ចោទថាកាត់គ្រោះកាត់ឆុងរួចហើយហេតុអីក៏វាចេះតែនៅមិនដាច់សោះបាទអានេះអាស្រ័យនៅលើការកាត់ទៅបានជោគជ័យឬក៏មិនជោគជ័យចូលដល់ឆ្នាំខាលជាប់ឆុង2គឺឆុងពាក់កណ្ដាលឆុងធ្វើដំណើរហើយនឹងឆុងហៃត្រូវគេមើលងាយត្រូវគេធ្វើឲ្យរាំងស្ទះបង្អាក់ដំណើរការងាររបស់យើងមិនឲ្យរលូនទៅមុខទេហើយក៏អាចថាមានគេមកជេរបន្តិចផ្ដាសាយើងផងក៏ថាបានដែរនេះឯងគឺឆុងហៃហើយយើងរិស័យធ្លាក់ខ្ពុកហើយតបតទៅគេវិញមិនបានទេណាហើយយើងមានរិស័យខ្សោយមានរិស័យធ្លាក់រិស័យអន់ជាងគេតបតមិនឈ្នះគេទេអញ្ចឹងបានតែនៅសំងំស្ងៀមឲ្យគេចង្អុលមុខមើលងាយធ្វើបាបជេរស្ដីប្រតិចផ្ដាសាយើងទៅតាមចិត្តរបស់គេនឹងឯងឯឆុងពាក់កណ្ដាលឆុងធ្វើដំណើរហើយយើងគិតទៅគឺវាធម្មតាគ្រាន់តែការធ្វើដំណើរមួយឆុងអីក៏ឆុងទៅហើយយើងគិតបែបហ្នឹងប៉ុន្តែអត់ទេកាលណាយើងរាំងស្ទះការធ្វើដំណើរនោះឯងវាខកពេលវេលារកលុយរកលៀបរបស់យើងហើយក៏វាជួបប្រទះនឹងរឿងរ៉ាវផ្សេងដែលយើងធ្វើកាលណាយើងធ្វើឲ្យខកណាឬក៏ខកសន្យាក្តីនោះឯងគឺវាធ្វើឲ្យយើងកើតរឿងរកម្មរកុសមានឡើងហើយគ្រាន់តែថាมันមានពេលបច្ចុប្បន្នប៉ុន្តែវានឹងមានលើកក្រោយទៀតអាហ្នឹងគឺវាបែបហ្នឹងហើយការកាត់គ្រោះកាត់ឆុងបែបហ្នឹងគឺនិមន្តលោកស្រោចទឹកទៅបានហើយស្រោចទឹកធម្មតាគ្រាន់តែឧស្សាហ៍ស្រោចទឹកទៅណានេះតាមព្រះសង្ឃហើយប្រសិនបើកាត់តាមបែបហុងស៊ុយតាមបែបចិនហ្នឹងគឺកាត់ធម្មតាហ្នឹងឯងទៅកាត់ដូចតែកាត់មួយម៉ែដូចគ្នាតាមបែបហុងស៊ុយគឺគេធ្វើជាគំរូមួយអ្នកណាទៅកាត់ក៏បែបហ្នឹងអ្នកណាទៅកាត់ក៏បែបហ្នឹងអត់មានខុសប្លែកគ្នាទេហើយនេះក៏អាចថាវាជាកំហុសមួយដែរណាក្នុងការកាត់គ្រោះកាត់ឆុងបែបហ្នឹងពីព្រោះឆុងអីក៏កាត់អញ្ចឹងគ្រោះក៏កាត់អញ្ចឹងអាហ្នឹងទៅតាមបច្ចេកទេសរបស់គេចឹងណាខ្ញុំក៏មិនហ៊ាននិយាយបែបណាបែបណីដែរហើយក៏មានវិធីកាត់តាមក្បួនទស្សន៍ទាយឬក៏គ្រូមន្តអាគមផ្សេងហ្នឹងគ្រូមន្តអាគមផ្សេងក៏ធ្វើទៅតាមដូចតែព្រះសង្ឃអញ្ចឹងសូត្រគាថាហើយស្រោចទឹកទៅឬក៏គេធ្វើជាពិធីសែនកាត់គ្រោះកាត់ឆុងហ្នឹងណាក៏ដូចគ្នាដែរចូលដល់តួអង្គម្សាញ់ជន់ឆ្នាំបើសិនជាម្សាញ់តួម្សាញ់ហ្នឹងណាតួឆ្នាំមានធាតុឈើដកតួឫស្សីលើនោះឯងយើងហៅថាជន់ឆ្នាំហើយដែលជន់ឆ្នាំនឹងឯងយើងមិនអាចស្មើនឹងទេវតាទេទេវតាឆ្នាំថ្មីហ្នឹងគឺមានឆ្នាំម្សាញ់ហ្នឹងហើយធាតុនៃឫស្សីលើគឺឈើដកហើយអញ្ចឹងបើសិនយើងឈើដកដែរនោះឯងម្សាញ់តួអង្គទេវតាហ្នឹងនឹងជន់ពន្លិចយើងហើយពន្លិចទៅតលតែយើងដឹងខ្លួនហើយបើមិនដឹងខ្លួនទេចេះតែពន្លិចទៅរហូតដល់ចំណុច0ហើយតួឆ្នាំមានធាតុឈើដកតែយើងធៀបទៅតួអង្គសម័យខ្លួនវិញ
ប្រសិនបើមានធាតុផ្ទាល់ខ្លួនគេហៅថាធាតុ DT ណាឈើដកនោះឯងគឺឆុងខ្លាំងជាងតួឆ្នាំទៀតណាអាហ្នឹងលឿនជាងតួឆ្នាំទៅទៀតហើយចុះប្រសិនបើតួអង្គម្សាញ់មានធាតុផ្ទាល់ខ្លួនឬក៏ធាតុរិស័យលើដីដកនោះឯងគឺប្រកាសណាស់គឺវាឆុងកាន់តែឆុងខ្លាំងជាងគេទៅទៀតវាអាចថាឆុងរហូតដល់ពាក់ព័ន្ធអាយុជីវិតក៏ថាបានដែរវាហាក់ដូចជាមានភាពស័ក្តិសិទ្ធិទៅលើការឆុងហ្នឹងហើយអញ្ចឹងតួអង្គម្សាញ់ប្រសិនបើចង់ធ្វើទៅតាមរយៈព្រះសង្ឃគឺនិមន្តលោកស្រោចទឹកហើយក៏និមន្តលោកសូត្រប្រោះព្រំឡើងរាសីហើយប្រសិនបើធ្វើតាមគ្រូមុនអាគមនោះឯងគឺគេធ្វើពិធីឡើងរាសីណាហើយក៏ស្រោចទឹកទៀតក៏បានដែរគ្រូមុនអាគមហ្នឹងណាស្រោចទឹកជូនទៅហើយចឹងបើសិនយើងនិយាយទៅលើកាត់ឆុងបែបហ្នឹងនៅតាមបែបហុងស៊ុយវិញយើងទៅវត្តភ្នំវត្តអីហ្នឹងណាអានេះខ្ញុំមិនទៅទៀនទេណាសូមអធិស្ឋានក៏កាត់ធម្មតាទេទៅកាត់ដូចគេដូចឯងចឹងទៅកាត់តែដូចតែមកបែបនឹងឯងអត់មានកាត់អីច្រើនទេអីក៏កាត់បែបហ្នឹងអ្វីក៏កាត់បែបហ្នឹងឆុងបែបណាក៏កាត់បែបហ្នឹងដែរប៉ុន្តែឲ្យតែចិត្តយើងជ្រះថ្លាចិត្តយើងរីករាយសប្បាយចិត្តនឹងកាត់នោះឯងគឺយើងកាត់ទៅគឺស័ក្តិសិទ្ធិហើយជោគជ័យហើយមិនថាកាត់តាមរយៈព្រះសង្ឃកាត់តាមបែបហុងស៊ុយឬក៏កាត់តាមគ្រូមុនអាគមផ្សេងឲ្យតែយើងមានចិត្តជ្រះថ្លានោះកាត់ទៅបានជោគជ័យហើយណាចូលដល់វកគឺហេងខ្លាំងហើយក៏សយខ្លាំងដែរអញ្ចឹងដើម្បីឲ្យនៅសល់តែហេងណាវកត្រូវកាត់គ្រោះកាត់ឆុងពីរយ៉ាងទី1គឺពាក់កដាលឆុងធ្វើដំណើររីឯទី2គឺឆុងសយហ្នឹងគឺឆុងសពហ្នឹងឯងហើយឆុងសពហ្នឹងយ៉ាងម៉េចខ្ញុំតែងតែលើកទៅលើប៉ះពាល់ទៅលើ3ចំណុចទី1មនុស្សជាទីស្រឡាញ់របស់យើងនឹងបាត់បង់ទៅហើយមិនថាព្រាត់ស្លាប់ឬព្រាត់រស់ទេគឺព្រាត់តែព្រាត់ហើយគឺមិនជួបគ្នាវិញទេនៅវេលាហ្នឹងនៅវេលាឆុងហ្នឹងឯទី2ពាក់ព័ន្ធទៅលើការងារត្រូវបាត់បង់ការងារឬក៏បាត់បង់យុស័កបន្ស័កត្រូវគេទម្លាក់ហើយប្រសិនបើជាអ្នករកស៊ីវិញត្រូវគេលួចបន្លំមុខទំនិញទ្រព្យសម្បត្តិអីផ្សេងត្រូវគេលួចគេយកធ្វើឲ្យការរកស៊ីនឹងឯងធ្លាក់ខ្លាំងខាតបង់ខ្លាំងហើយបើទ្រព្យធនវិញយើងនិយាយពីសម្បត្តិទ្រព្យអារម្មណ៍របស់យើងវាពោពេញទៅដោយគេហៅថាហួសកម្រិត overload ហួសកម្រិតគឺយើងលេងគិតហួសពីការគិតហើយអារម្មណ៍របស់យើងវាស្មុគស្មាញជ្រុលហើយអញ្ចឹងហើយយើងយករបស់អីទុកដាក់អីមកហ្នឹងរបស់ទ្រព្យអីផ្សេងហ្នឹងយកមកដាក់ប៉ុកអត់បានគិតអត់បានពិចារណាថាដាក់នៅកន្លែងណាសុវត្ថិភាពអីអត់ទេដាក់ចោលទៅតែម្ដងហើយជួនកាលក៏ចោលទៅភ្លេចដៃទៅក៏ភ្លេចសូនឈឹងមិនដឹងថាគេយកបាត់នៅពេលណាថ្មណាក៏យើងមិនដឹងដែរនេះដោយសារតែការគិតរបស់យើងហ្នឹងវាជ្រុលលើសកម្រិតហើយរបស់ទ្រព្យអ្វីហ្នឹងយើងលេងខ្វល់ហើយដោយសារតែវាកម្រិតនៃការគិតស្មុគស្មាញហួសកម្រិតពេកនៅក្នុងខួរក្បាលរបស់យើងហ្នឹងណាហើយអញ្ចឹងវកវិធីកាត់គ្រោះកាត់ឆុងតាមបែបវកប្រសិនបើនិមន្តព្រះសង្ឃធ្វើតាមរយៈព្រះសង្ឃគឺធ្វើដោយតែគ្រូមុនអាគមអញ្ចឹងគឺគេធ្វើពិធីសែនពេហើយបាំងកណាត់សក្របកណាត់សអីទៅលោកពាត់សីមាអីផ្សេងអញ្ចឹងណាគ្រូមុនអាគមហើយនឹងព្រះសង្ឃធ្វើទៅដូចគ្នាហ្នឹងហើយប្រសិនបើធ្វើតាមបែបហុងស៊ុយនោះឯងគឺកាត់តែមួយយ៉ាងហ្នឹងឯងដែលខ្ញុំជម្រាបជូនណាកាត់តែមួយយ៉ាងហ្នឹងឆុងប្រភេទណាគ្រោះប្រភេទណាក៏កាត់តែមួយយ៉ាងហ្នឹងឯងហើយបើសិនជាធ្វើតាមគ្រូហោរាទុទាយឬក៏យើងអាចធ្វើដោយខ្លួនឯងក៏បានដែរគឺយើងទិញឈុតកាត់ឆុងមកសែនឧទ្ទិសទៅណាសែនឧទ្ទិសប្តឹងដល់អស់ទេវតាសូមកាត់គ្រោះកាត់ឆុងខ្ញុំសូមកាត់គ្រោះកាត់ឆុងពីថ្ងៃនេះទៅសូមអស់អង្គទេវតាបារមីទាំងឡាយដែលមានលើលោកហ្នឹងសូមជួយដឹងឮថាខ្ញុំហ្នឹងកាត់គ្រោះកាត់ឆុងហើយអញ្ចឹងសូមអស់អង្គបារមីចិត្តល្អដែលថែរក្សាមនុស្សលោកហ្នឹងសូមជួយថែរក្សាខ្ញុំផងសូមឲ្យខ្ញុំបានជួបសំណុកសុខសប្បាយរកស៊ីមានបានត្រជាក់ត្រជុំលក្ខនឹងលក្ខទៅបាទហើយមានលក្ខនឹងលក្ខទៀតទេអាលក្ខនឹងលក្ខហ្នឹងបែបណាវាលក្ខច្រើនដងអញ្ចឹងលក្ខនឹងលក្ខអីលក្ខនឹងលក្ខទៀតទៅបាទយើងធ្វើបែបហ្នឹងនេះសម្រាប់ឆ្នាំវកហើយប្រសិនបើគិតទៅឆុងរបស់វកគឺខ្លាំងជាងគេហើយខ្លាំងយ៉ាងណាក៏វាមិនដល់ម្សាញ់ដែរហើយម្សាញ់បើសិនជាប៉ះធាតុតែឆុងខ្លាំងជាងវកទៅទៀតហើយអញ្ចឹងចូលដល់ឆ្នាំកុលហើយយ៉ាងណា
កលគឺឆុងទល់មុខកើតរឿងរកម្មរកុសធ្វើឲ្យស្មុគស្មាញហើយនេះក៏ដោយសារកលនឹងឯងគឺតែងតែយល់ថាអ្វីដែលក្នុងការគិតក្នុងការធ្វើរបស់ខ្លួនហ្នឹងសុទ្ធតែត្រូវទាំងអស់ហើយអ្នកដតីក្រៅពីខ្លួនឯងសុទ្ធតែខុសទាំងអស់ចេះតែមានលេសចេះលេសចោះខុសនេះខុសនោះឯខ្លួនឯងនឹងឯងគឺត្រូវ 100% ហើយគឺត្រឹមត្រូវតែឯងទេគេដតីគឺខុសទាំងអស់នឹងឯងគឺឆុងតាមបែបកលហើយកលនៅពេលដែលគេនិយាយស្ដីមកក៏ឧស្សាហ៍ឆាប់ខឹងដែរតែងតែកំផឹងនឹងឯងឆាបជួលហាក់ដូចជាកំផឹងនឹងនៅចុងច្រមុះអញ្ចឹងហេអ្វីថាចុងច្រមុះក្តៅចុងច្រមុះហ្នឹងគឺច្រមុះឡើងក្រហមហើយងាកខឹងគេនិយាយអីបន្តិចគឺខឹងឆាបឈួលមកហើយកលបំបត្តិតែប៉ុណ្ណឹងបានគឺបានហើយរួចផុតឆុងហើយតាមពិតកលហ្នឹងមិនឆុងខ្លាំងដូចវកដូចម្សាញ់ទេអាចធ្វើពិធីកាត់ឆុងហ្នឹងដោយខ្លួនឯងក៏បានដែរឲ្យតែកាត់យើងសមាធិទៅណាសមាធិធ្វើចិត្តឲ្យស្ងប់កុំខឹងកុំឆាបឈួលអ្វីហ្នឹងឯងគឺស្ដាប់បង្គាប់គេមិនមែនត្រូវតែខ្លួនឯងទេអ្នកដទៃគឺគេត្រូវជាងអញ្ចឹងយើងស្ដាប់បង្គាប់គេនោះឯងគឺយើងផុតឆុងហើយប្រសិនបើយើងធ្វើកាត់ឆុងហ្នឹងតាមរយៈព្រះសង្ឃគឺនិមន្តលោកមកសូត្រឡើងរិស័យហើយក៏ស្រោចទឹកធម្មតាហ្នឹងនៅវេលាហ្នឹងដែរក៏បានដែរហើយប្រសិនបើធ្វើតាមរយៈគ្រូមន្តអាគមអីផ្សេងគឺគេធ្វើឡើងរិស័យធ្វើពិធីឡើងរិស័យឲ្យយើងហើយគេក៏អាចស្រោចទឹកឲ្យយើងបានដែរប្រសិនបើចង់ស្រោចទឹកហើយបើទៅកាត់ឆុងនៅវត្តភ្នំតាមបែបហុងស៊ុយហ្នឹងកាត់ដដែលទេដូចតែគ្នាទេទៅកាត់ចេញទៅណាបើសិនជាយើងទប់ចិត្តទប់កាយខ្លួនឯងមិនបានទៅកាត់ចេញទៅឲ្យវាជ្រះស្រឡះខ្លួនប្រាណហើយយើងក៏អាចធ្វើដោយខ្លួនឯងបានដែរទិញឈុតកាត់ឆុងមកឧទ្ទិសសែនទៅហើយបើមិនអញ្ចឹងទេឲ្យគ្រូទុទាយឬក៏គ្រូបារមីក៏ធ្វើបានដែរណាជួយសែនឲ្យយើងទៅសែនកាត់គ្រោះកាត់ឆុងឲ្យយើងទៅហើយការរៀបរាប់របស់ខ្ញុំទាំងអស់ហ្នឹងឆ្នាំមួយម៉ែខាលម្សាញ់វកនិងរកាជាប់គ្រោះជាប់ឆុងហើយនឹងវិធីកាត់គ្រោះកាត់ឆុងហ្នឹងយើងធ្វើដោយបែបណាហើយយើងក៏ត្រូវរៀបចំចិត្តគំនិតខ្លួនឯងដែរណានៅពេលដែលយើងបានធ្វើពិធីកាត់ឆុងហ្នឹងពិសេសក្នុងថ្ងៃដែលយើងកាត់គ្រោះកាត់ឆុងហ្នឹងគឺយើងត្រូវរៀបចំចិត្តរៀបចំកាយឲ្យបរិសុទ្ធជ្រះថ្លាសប្បាយរីករាយយើងជៀសនៅការខឹងសម្បារផ្សេងជៀសនៅរឿងរ៉ាវផ្សេងកុំឲ្យជាប់ជំពាក់នឹងរឿងរ៉ាវផ្សេងអញ្ចឹងប្រសិនបើយើងជៀសបានដូចថាយើងសមាធិសំសិលអញ្ចឹងយើងទៅពួនសំងំនៅទីអាចកំបាំងណាមួយឬក៏ទីស្ងប់ស្ងាត់ណាមួយសំងំសំសិលទៅសំងំសមាធិទៅនោះឯងគឺយើងកាត់គ្រោះកាត់ឆុងហ្នឹងបានសម្រេចបានជោគជ័យហើយមិនអញ្ចឹងទេនោះយើងកាត់អត់ជោគជ័យទេណាហើយខ្ញុំបានតែជម្រាបជូនប៉ុណ្ណឹងហើយប្រសិនបើមានចម្ងល់អីឆ្ងល់អីផ្សេងទៀតអញ្ចឹងតាក់ទងមកខ្ញុំណាហើយប្រសិនបើចង់ឲ្យខ្ញុំជួយកាត់គ្រោះកាត់ឆុងជូនអីហ្នឹងអញ្ចឹងសូមតាក់ទងមកខ្ញុំតាម Telegram 016 860 678